សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនស្រេចនិស្ស័យទាំង23តួដែលយើងមករៀនស្រៈទី14ជាមួយនឹងគ្នានេះជាស្រៈអាំស្រៈអាំដូចជាពាក្យដាំពាក្យដាំមានសូរចុងអាំដអាំដាំសូមបងប្អូនចូលរួមប្រកបជាមួយនឹងអ្នកគ្រូដអាំដាំសូមបងប្អូនទាំងអស់គ្នាប្រកបដោយខ្លួនឯងដអាំដាំចែណាំដាំផ្កាសូមបងប្អូនចូលរួមអានល្បះជាមួយនឹងអ្នកគ្រូចែណាំដាំផ្កាសូមបងប្អូនអានដោយខ្លួនឯងចែណាំដាំផ្កានេះជាចលនាស្រៈអាំស្រៈអាំមាន3ចលនាសូមបងប្អូនចូលរួមសរសេរស្រៈអាំជាមួយនឹងអ្នកគ្រូសូមបងប្អូនទាំងអស់គ្នាសរសេរដោយខ្លួនឯងអ្នកគ្រូនឹងច្រៀងចម្រៀងស្រៈអាំឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ស្រៈអាំនៅឯណាស្រៈអាំនៅឯណានៅទីណានៅទីណាតនឹងអាំអានថាដាំតនឹងអាំអានថាដាំដាំដំណាំដាំដំណាំសូមបងប្អូនចូលរួមច្រៀងជាមួយនឹងអ្នកគ្រូស្រៈអាំនៅឯណាស្រៈអាំនៅឯណានៅទីណានៅទីណាតនឹងអាំអានថាដាំតនឹងអាំអានថាដាំដាំដំណាំដាំដំណាំសូមបងប្អូនច្រៀងដោយខ្លួនឯងស្រៈអាំនៅឯណាស្រៈអាំនៅឯណានៅទីណានៅទីណាតនឹងអាំអានថាដាំតនឹងអាំអានថាដាំដាំដំណាំដាំដំណាំសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការខិតខំប្រឹងរៀននៅថ្ងៃនេះយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត